post video អត់មានអ្នកមើលមួយជុំទេងុំអា boost post ហើយហ្នឹងវាអត់ចង់ឡើងទៀតអាហ្នឹងដោយសារអ្នកទាំងអស់គ្នាប្រហែលជាអត់បានដឹងពីរឿងពីក្រោយខ្នងរបស់ Facebook algorithm ថាតើវាហុញវីដេអូហ្នឹងរបៀបម៉េចអញ្ចឹងវីដេអូរបស់យើងហ្នឹងវាដូចជា mini course មួយអញ្ចឹងដែលខ្ញុំនឹងចែកម្លែកជាមួយនឹងអ្នកទាំងអស់គ្នាពី Facebook algorithm ថាតើវាហុញវីដេអូមួយរបៀបម៉េចដើម្បីឲ្យវីដេអូហ្នឹង recommend ទៅមានមនុស្សមើលកាន់តែច្រើនក៏ប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទរបស់យើងខ្ញុំចង់បើកវងកញ្ចក់បន្តិចខ្ញុំចង់និយាយថា algorithm វារក content ទៅឲ្យមនុស្សមើលមិនមែនរកមនុស្សមកឲ្យមើល content ឬមួយក៏វីដេអូរបស់យើងទេក៏ប៉ុន្តែបើសិនជាយើងបកមកកាន់វីដេអូវិញថ្ងៃនេះខ្ញុំមាន5ចំណុចដើម្បីចែកម្លែកជាមួយនឹងអ្នកទាំងអស់គ្នាថាតើ algorithm វាហុញវីដេអូរបស់យើងរបៀបម៉េចអញ្ចឹងចំណុចទី1គឺពាក់ព័ន្ធជាមួយនឹង content format និយាយសាមញ្ញស្រួលស្ដាប់ទៅនៅក្នុងរយៈពេល 2-3 ឆ្នាំចុងក្រោយនេះ Facebook គឺព្យាយាមហុញតាក់ទងជាមួយនឹងប្រភេទវីដេអូខ្លីដែលយើងហៅថាប្រភេទវីដេអូ Reel វាមានរយៈពេលក្រោម90វិនាទីជាប្រភេទវីដេអូបច្ឆោជាពិសេសសាច់វីដេអូហ្នឹងគឺប្រភេទវីដេអូដែល high quality ដែលវាហុញច្រើនអញ្ចឹងមូលហេតុដែល Facebook ហុញវីដេអូ Reel ជាវីដេអូខ្លីបច្ឆោក្រោម90វិនាទីដោយសារតែវាចង់ប្រកួតប្រជែងជាមួយនឹង TikTok ក៏ដូចជា YouTube Short អញ្ចឹងហើយមិនថាអ្នកទាំងអស់គ្នាធ្វើជាវីដេអូធម្មតាឬមួយក៏ធ្វើវីដេអូសម្រាប់យកទៅ boost post បងម្ចាស់អាជីវកម្មយកទៅ boost post ខ្ញុំ recommend ឲ្យធ្វើជាវីដេអូ Reel ក្រោម90វិនាទីចំណុចទី1សាមញ្ញក៏ប៉ុន្តែចំណុចទី2ដែលអ្នកទាំងអស់គ្នាត្រូវដឹងហើយនេះគឺជាផ្នែកមួយដែលធំជាងអាទី1គឺពាក់ព័ន្ធជាមួយនឹង relevance បើសិនជាអ្នកទាំងអស់គ្នាធ្វើតាក់ទងជាមួយនឹង review ម្ហូបច្បាស់ណាស់ content ហ្នឹង algorithm វានឹង recommend ទៅកាន់មនុស្សណាដែលគាត់ចូលចិត្តម្ហូបអាហារចូលចិត្តមើល review ម្ហូបអញ្ចឹងចំណុចទី2នេះគឺវាពាក់ព័ន្ធជាមួយនឹងប្រធានបទបើអ្នកទាំងអស់គ្នាហៅប្រធានបទត្រូវអាហ្នឹងគឺយើងជោគជ័យ 50% ហើយប្រធានបទ relevance នឹងដែរគឺវាអាចជាប្រធានបទដែលពាក់ព័ន្ធជាមួយនឹងរឿង trending ទៅកើតឡើងថ្មីរឿងកំពុងផ្ទុះនៅលើ social media ឬមួយក៏វាមិនរឿងថ្មីទេប៉ុន្តែវាជាប្រធានបទដែលពាក់ព័ន្ធជាមួយនឹងរឿងអីមួយដែលមនុស្សភាគច្រើនគាត់ចង់ដឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងហេតុអីបានជាវីដេអូមួយនេះវាផ្ទុះរហូតទៅដល់3លាន view 3.3M view ដោយសារតែប្រធានបទមួយនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹងមុខងារលក្ខការសម្ងាត់នៅក្នុង Messenger អញ្ចឹងប្រធានបទនេះគឺយុវវ័យគាត់ចាប់អារម្មណ៍ច្រើនទៅលើមុខងារមួយដែលគេហៅថា end to end encryption អញ្ចឹងហើយវាធ្វើឲ្យវីដេអូមួយនេះផ្ទុះ algorithm វាឃើញថាមនុស្សចាប់អារម្មណ៍ topic ហ្នឹងច្រើនវារុញទៅកាន់តែខ្លាំង case study ទី2ខ្ញុំមានវីដេអូមួយទៀត2025 digital skill ហេតុអីបានជាវីដេអូមួយនេះវាផ្ទុះរហូតទៅដល់ 800k view ដោយសារតែវីដេអូហ្នឹងគឺខ្ញុំ publish ផុសវានៅថ្ងៃ1ខែ1 2025អញ្ចឹងថ្ងៃ1ខែ1ហ្នឹងគឺមនុស្សកំពុងតែគិតទៅលើរឿងអីដែលគាត់ត្រូវធ្វើថ្មីនៅក្នុងឆ្នាំ2025អញ្ចឹងហើយនៅពេលដែលខ្ញុំនិយាយតាក់ទងជាមួយនឹងប្រធានបទទៅលើជំនាញទាំង5ដែលអ្នកទាំងអស់គ្នាគួរតែរៀននៅក្នុងឆ្នាំ2025វាពាក់ព័ន្ធជាមួយនឹងរឿងដែលមនុស្សកំពុងតែចាប់អារម្មណ៍អញ្ចឹងនៅពេលដែលយើងផុសទៅមានមនុស្សតាមមួយចំនួនតូចចាប់អារម្មណ៍មួយនឹង content ហ្នឹង algorithm វាចាប់ផ្ដើមមានសញ្ញាថាអូខេប្រធានបទនេះតាក់ទាញវា recommend ទៅមនុស្សតទៀតចំណុចទី2នេះដែលអ្នកទាំងអស់គ្នាត្រូវតែពិចារណាអញ្ចឹងសួរថាធ្វើម៉េចបានអា algorithm ហ្នឹងវាដឹងថាប្រធានបទមួយហ្នឹងមនុស្សចាប់អារម្មណ៍ច្រើនវាពាក់ព័ន្ធជាមួយនឹងចំណុចទី3គឺទៅលើ engagement និយាយសាមញ្ញស្រួលស្ដាប់ទៅផុសអីក៏ដោយ status រូបភាពឬមួយក៏វីដេអូបើសិនជាមាន engagement ច្រើនអាផុសហ្នឹងច្បាស់ជា recommend តគ្នានៅក្នុង new feed ដែរ like share comment ច្រើនខ្ញុំលើកឧទាហរណ៍ថាមានអ្នកលក់អនឡាញម្នាក់គឺគាត់ផុសទៅ status មួយក៏គាត់ hit ដែរគឺគាត់ឲ្យគេតម្លាក់លេខកង់ធនាគារព្រោះអីគាត់មានកាដូជូននៅក្នុងឱកាសអីមួយដូចចូលឆ្នាំចិនចូលឆ្នាំខែឬមួយក៏8មីនាអីចឹងទៅអញ្ចឹងមិនខ្វះឲ្យមនុស្សដែលតម្លាក់កង់ដោយសារចង់បានលុយគេអញ្ចឹងalgorithm វាឃើញថា post ហ្នឹងមាន engagement ច្រើនអញ្ចឹងវារុញ post ហ្នឹងទៅកាន់តែច្រើនហើយក្រៅទៅពី engagement ចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង retention Facebook របៀបកណនាទៅលើ algorithm របស់វាខុសពី YouTube គេគិតទៅលើ watch time ជាង retention មានន័យថាគេគិតចំនួនម៉ោងសរុបដែលមនុស្សមើលវីដេអូហ្នឹងប៉ុន្តែ Facebook គិតទៅលើ retention ច្រើនជាង watch time ទៀតហេតុអីដោយសារតែវាផ្ដោតទៅលើ Reel វីដេអូខ្លីៗដែលខ្ញុំនិយាយពីខាងដើមហ្នឹងអញ្ចឹងសួរថាតើអីគេគឺជា retention គឺជាផលធៀបមួយរវាងរយៈពេលដែលមនុស្សមើលវីដេអូនឹងជាមធ្យមធៀបជាមួយនឹងរយៈពេលវីដេអូសរុបឥឡូវខ្ញុំលើកឧទាហរណ៍សាមញ្ញមួយអ្នកទាំងអស់គ្នាស្រួលយល់ខ្ញុំលើកឧទាហរណ៍ថាវីដេអូទី1នេះរយៈពេលរបស់វាគឺ60វិនាទីក៏ប៉ុន្តែអ្នកមើលជាមធ្យមគឺបានតែ15វិនាទីទេអញ្ចឹង15វិនាទីបើសិនជាយើងគិតជា retention គឺស្មើនឹង
25%ក៏ប៉ុន្តែវីដេអូទី2រយៈពេលរបស់វា30វិនាទីទី2 30វិនាទីអ្នកមើលជាមធ្យម15វិនាទីដែរអញ្ចឹងមានន័យថា retention របស់វាគឺបានរហូតទៅដល់ 50% ដោយសារតែ15វិនាទីនៃ30វិនាទីគឺវាស្មើនឹងពាក់កណ្ដាលស្មើនឹង 50% មានន័យថាទី2នេះវីដេអូទី2នេះគឺឈ្នះអាទី1អូតូម៉ាទិកហើយដោយសារតែ retention របស់វាខ្ពស់ជាងរហូតទៅដល់ 50% អញ្ចឹងមានន័យថាបើសិនជាអ្នកទាំងអស់គ្នាធ្វើវីដេអូនៅលើ Facebook វីដេអូកាន់តែខ្លីអ្នកមើលកាន់តែច្រើន algorithm វានឹងរុញវីដេអូហ្នឹងកាន់តែច្រើនខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងទៅលើវីដេអូមួយនេះលើកឧទាហរណ៍ជាក់ស្ដែងវីដេអូមួយនេះគឺខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹង review land វីដេអូនេះខ្លីឯងអ្នកមើលរហូតទៅដល់ 100k ជាងប៉ុន្តែអាប្រធានបទដដែលឡានដែរហ្នឹងនៅពេលដែលខ្ញុំធ្វើវីដេអូវិញពេលធ្វើវីដេអូវិញ view អត់ឡើងទេ view បានតែបន្តិចទេអ្នកទាំងអស់គ្នាឃើញអត់ធៀបទៅគឺវាខុសគ្នាឆ្ងាយខ្លាំងមែនតើអញ្ចឹងហើយអានេះគឺពាក់ព័ន្ធជាមួយនឹង retention ដែលខ្ញុំបាននិយាយមិញអញ្ចឹងហើយណាមួយដោយសារតែមនុស្សឥឡូវនេះគឺអត់ចង់មើលវីដេអូវែងផងដោយជាក់ស្ដែងនៅក្នុងវីដេអូមួយនេះខ្ញុំនិយាយវែងអញ្ចឹងខ្ញុំអត់រំពឹងថា retention វាខ្ពស់ algorithm រុញឲ្យមាន view ច្រើនអីគឺខ្ញុំអត់រំពឹងទេប៉ុន្តែដោយសារតែប្រធានបទមួយនេះខ្ញុំចាំបាច់ត្រូវតែធ្វើដើម្បីជាចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាថតវីដេអូចូលទៅក្នុង Facebook ឬមួយក៏ម្ចាស់អាជីវកម្មអញ្ចឹងខ្ញុំអត់ខ្វល់ជាមួយនឹង view ទេខ្ញុំត្រូវតែធ្វើវាហើយយើងចូលមកដល់ចំណុចទី5ចុងក្រោយគេដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយនឹង interaction អញ្ចឹងនៅក្នុងចំណុច interaction នេះគឺខ្ញុំមាន2ចំណុចចង់ឲ្យអ្នកទាំងអស់គ្នាដឹងទី1គឺតាក់ទងជាមួយនឹងអីដែលយើងនិយាយនៅក្នុងរយៈពេល3វិនាទីដំបូងក្បាលវីដេអូដំបូងដែលគេហៅថា hook ហើយមួយទៀតគឺតាក់ទងជាមួយនឹងអីដែលយើងបង្ហាញនៅក្នុងរយៈពេល3វិនាទីដំបូងដែលគេហៅថា visual hook អញ្ចឹងរវាង hook ជាមួយនឹង visual hook គឺជាផ្នែកមួយដែលធ្វើឲ្យវីដេអូមួយហ្នឹងkeep recommend algorithm វាអាចដឹងថាមនុស្សចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយហ្នឹងបើសិនជានៅក្នុងរយៈពេល3វិនាទីដំបូងហ្នឹងមនុស្សនៅតែតាមដានមើលវីដេអូរបស់យើងបន្តទៀតមានន័យថា algorithm គឺវាគិតថាវីដេអូមួយហ្នឹងគឺល្អវានឹង recommend ទៅបន្តទៀតក៏ប៉ុន្តែបើសិនក្នុងករណីដែលគេឃើញវីដេអូហ្នឹងគេចុចចូលមើលបាន1វិនាទីហើយគេអស់ចោល algorithm វានឹងគិតថាវីដេអូហ្នឹងអត់កាយទេអញ្ចឹងវាអត់ recommend វីដេអូហ្នឹងបន្តទៀតទេអញ្ចឹងធ្វើម៉េចឲ្យhook ជាមួយនឹង visual hook នៅក្នុងរយៈពេល3វិនាទីដំបូងនេះគឺសំខាន់ខ្លាំងមែនតើអញ្ចឹងសរុបមកវិញនៅក្នុងចំណោម5ចំណុចនេះសួរថាអ្នកទាំងអស់គ្នាត្រូវធ្វើទាំងអស់អត់ទេមានតែ2ឬមួយក៏3ចំណុចខ្ញុំគិតថាគ្រប់គ្រាន់ហើយអត់ចាំបាច់ត្រូវការ5ចំណុចទេតែបើអ្នកទាំងអស់គ្នាអាចធ្វើបានទាំង5ចំណុចនៅក្នុងវីដេអូមួយនេះអាហ្នឹងគឺ perfect តែម្ដងអញ្ចឹងទៅលើ algorithm នេះវាគ្រាន់តែជាផ្នែកមួយទេអាហ្នឹងខ្ញុំនិយាយមួយផ្នែកប៉ុន្តែមួយផ្នែកទៀតតាក់ទងជាមួយនឹងទៅលើរឿង content marketing របៀបធ្វើ content អានោះគឺជារឿងផ្សេងមួយទៀតដែលខ្ញុំអត់ធ្វើវីដេអូនៅក្នុង Sing Marketing ទេអានោះខ្ញុំធ្វើជា training course មួយទៀតដាច់ដោយឡែកដោយសារតែយើងមាន course មួយទើបតែ launch ថ្មីៗកាលពីខែ2ហ្នឹងពាក់ព័ន្ធជាមួយនឹងវគ្គសិក្សា 2x2 course ទៅលើបច្ចេកទេសក្នុងការគ្រប់គ្រង page ទៅលើបច្ចេកទេស boost ក៏ដូចជា content marketing មាន4ជំនាញនៅក្នុង course តែមួយហ្នឹងអញ្ចឹងសម្រាប់ 2x2 course បើសិនជាម្ចាស់អាជីវកម្មគាត់ចាប់អារម្មណ៍ចង់សិក្សារៀនបន្ថែមឥឡូវនេះយើងមាន special offer តម្លៃពេញរបស់វា standard $99 ក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចុះឈ្មោះចូលរៀនឥឡូវនេះយើងមានតម្លៃ special offer ត្រឹមតែ$82ទេហើយយើងមាន support 4ខែខ្ញុំអ្នក support ផ្ទាល់តាមរយៈ Telegram direct private មកបងអត់មាននៅក្នុង group អីញ៉ៃទេអញ្ចឹងបើសិនជាបងចាស់ជីវកម្មចាប់អារម្មណ៍ជាមួយនឹង 2x2 course តាក់ទងចុះឈ្មោះបានតាមរយៈ Telegram ដែលខ្ញុំដាក់នៅលើអេក្រង់ description ជាមួយនឹង comment ហើយនៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង algorithm ដដែលក៏ប៉ុន្តែគឺខ្ញុំនិយាយពីតិចៗមួយចំនួនដែលអ្នកទាំងអស់គ្នាអាចធ្វើឲ្យ algorithm ហ្នឹងវា recommend post របស់យើងទៅឲ្យមានគេមើលកាន់តែច្រើនអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀត stay tuned bye bye